នេះគឺជារបៀបលុបឬក៏ reset ទូរស័ព្ទដៃ iPhone របស់យើងមុនពេលដែលយើងយកទៅលក់ឬក៏យើងឲ្យទៅកាន់អ្នកដទៃវីដេអូនេះដែរឧបត្ថម្ភឡើងដោយហាងលក់ទូរស័ព្ទ President ដែលមានទំនុកចិត្តខ្ពស់ហើយអ្វីដែលពិសេសគឺបងប្អូនអាចវាយដូរឡើងសេរីបានគ្រប់ប្រភេទតែម្ដងអញ្ចឹងយើងចូលមកកន្លែង setting បន្តមកទៀតយើងយកពាក្យថា general ហើយយើងអុសមកខាងក្រោមបំផុតយើងយកពាក្យថា transfer or reset iPhone អញ្ចឹងនៅខាងក្រោមហ្នឹងគឺមាន2គឺ reset ហើយនឹង erase all content and setting អញ្ចឹងខ្ញុំសូមបញ្យល់អំពី reset សិនយើងចុចចូលទៅគឺវាមាន5ជម្រើសទី1គឺជា reset all setting អញ្ចឹងមានន័យថានៅក្នុងការ reset all setting ហ្នឹងវានឹងលុបទាំងអស់តាក់ទងជាមួយនឹង location តាក់ទងជាមួយនឹង keyboard dictionary តាក់ទងជាមួយនឹង privacy setting ឬក៏តាក់ទងជាមួយនឹង network setting អញ្ចឹងគឺវា reset ទៅជា default ទាំងអស់ហ្មងទី2គឺតាក់ទងជាមួយនឹង reset network setting អញ្ចឹងតាក់ទងជាមួយនឹងចំណុចហ្នឹងដែរគឺមានន័យថាឧទាហរណ៍ថាអ្នកនរនេះទៅហាងកាហ្វេមួយហើយអ្នកនរនេះធ្លាប់ភ្ជាប់ជាមួយនឹង Wi-Fi កន្លែងហ្នឹងអញ្ចឹងបើសិនជាយើងធ្វើការ reset network setting ហ្នឹងវានឹងលុបremember password ដែលយើងធ្លាប់ connect ជាមួយនឹង Wi-Fi កន្លែងទាំងអស់ពីមុនមកហ្នឹងវានឹង reset ទាំងអស់ហ្មងអញ្ចឹងមានន័យថានៅពេលដែលយើងទៅកន្លែងហ្នឹងមួយសារទៀតគឺយើងត្រូវការ connect ទៅលើ Wi-Fi ហ្នឹងម្ដងទៀតទី3គឺជា reset keyboard dictionary តាក់ទងជាមួយនឹងកន្លែងហ្នឹងដែរគឺវាដូចគ្នាគឺនៅពេលដែលយើងធ្វើការចុចកន្លែងហ្នឹងវានឹង reset ទៅលើពាក្យពេចន៍ណាដែលយើងបញ្ចូលទៅក្នុង keyboard របស់ iPhone របស់យើងអញ្ចឹងគឺវានឹងលុបចោលវិញទាំងអស់ហ្មងទី4គឺជា reset home screen layout កន្លែងហ្នឹងដែរគឺមានន័យថានៅពេលដែលទូរស័ព្ទរបស់យើងទិញមកប្រើយើងតែងតែត្រូវការអូស layout របស់យើងហ្នឹងទៅឆ្វេងទៅស្ដាំអញ្ចឹងបើយើងធ្វើការ reset កន្លែងហ្នឹងវានឹងមក layout ដូចពេលដែលយើង set up ទូរស័ព្ទរបស់យើងថ្មីទី5គឺជា reset location and privacy តាក់ទងជាមួយនឹងកន្លែងហ្នឹងដែរជាធម្មតាយើងតែងតែបិទ location ទៅលើកម្មវិធីមួយចំនួនអីអញ្ចឹងបើសិនជាយើងធ្វើការ reset កន្លែងហ្នឹងវានឹងត្រឡប់មកដូចដើមទាំងអស់អញ្ចឹងតាក់ទងជាមួយនឹង reset ខ្ញុំចង់បញ្ជាក់បន្តិចគឺអត់បាត់ទៅលើឯកសាររបស់យើងទេវាគ្រាន់តែ reset setting ទាំងអស់ហ្នឹងទៅជា default វិញប៉ុន្តែយើងចូលមកចំណុចបន្តទៀតគឺជា erase all content and setting នៅខាងក្រោមហ្នឹងកន្លែងហ្នឹងហើយគឺជាកន្លែងដែលយើងលុបទាំងអស់មានន័យថាយើងលុបទាំងឯកសារទាំងរូបភាពទាំងកម្មវិធីហើយនិង setting ទាំងអស់ហ្នឹងអញ្ចឹងបើយើងយកពាក្យថា erase all content and setting ហ្នឹងគឺយើងលុបទាំងអស់ចោលហ្មងអញ្ចឹងវាមកវិញដូចទូរស័ព្ទនឹងថ្មីអញ្ចឹងហើយកន្លែងហ្នឹងអ្នកនរនេះត្រូវតែយល់ឲ្យច្បាស់ reset គឺអត់បាត់ទៅលើឯកសាររបស់យើងទេប៉ុន្តែ erase all content and setting គឺវាបាត់ទៅលើឯកសារអញ្ចឹងមុននឹងយកកន្លែងណាមួយកាត់ឲ្យច្បាស់យល់ឲ្យច្បាស់ហើយចាំយើងធ្វើកុំឲ្យយើងបាត់ឯកសារទៅគឺយើងពិបាកស្វែងរកពីកម្មវិធីឬក៏វិធីសាស្ត្រណាដើម្បីទាញយកឯកសារយើងមកវិញហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងខ្ញុំសង្ឃឹមថាអ្នកទាំងគ្នាយល់អំពីអ្វីដែលខ្ញុំបាននិយាយក៏ដូចជាចែកម្លែកហ្នឹងហើយបើសិនជាបងប្អូនចង់ទិញទូរស័ព្ទមួយទឹកដែលមានសំណុំស៊ីនគុណភាពខ្ពស់អត់មានការដោះដូរគ្រឿងឬក៏ទូរស័ព្ទថ្មីដែលមានគុណភាពខ្ពស់តម្លៃល្អងាយស្រួលក្នុងការទិញលក់បដូរសេរីបានបងប្អូនអាចស្វែងរកបាននៅហាងលក់ទូរស័ព្ទ President សូមអរគុណហើយពួកយើងជួបគ្នានៅវីដេអូក្រោយនេះគឺជារបៀបលុបឬក៏ reset ទូរស័ព្ទដៃ iPhone របស់យើងមុនពេលដែលយើងយកទៅលក់ឬក៏យើងឲ្យទៅកាន់អ្នកដទៃវីដេអូនេះដែរឧបត្ថម្ភឡើងដោយហាងលក់ទូរស័ព្ទ President ដែលមានទំនុកចិត្តខ្ពស់ហើយអ្វីដែលពិសេសគឺបងប្អូនអាចវាយដូរឡើងសេរីបានគ្រប់ប្រភេទតែម្ដងអញ្ចឹងយើងចូលមកកន្លែង setting បន្តមកទៀតយើងយកពាក្យថា general ហើយយើងអុស